Bà số đây bông bồn từng ngọt nè ắt thả bình dầuในដើមឈើបងប្អូនគួរតែទុកមកដើមពីដើមក្នុងមហាតាដើម្បីជួយយើងពីព្រោះដើមឈើវាមានអត្ថប្រយោជន៍របស់វាបងប្អូនផ្ដល់មកលុបឲ្យយើងនៅពេលដែលយើងមកធ្វើស្រែចម្ការរបស់យើងបងប្អូនហើយម្យ៉ាងទៀតវាអាចតាក់ទាញទឹកភ្លៀងអញ្ចឹងហើយបងប្អូនឃើញនៅពេលដែលមេឃខ្មៅគឺភាគច្រើនគឺវាទាញភ្លៀងមកតែក្នុងភូមិទេបងប្អូនពីព្រោះដើមឈើនៅក្នុងភូមិច្រើនអញ្ចឹងនៅតាមវាលស្រែយើងនាំគ្នាកាប់ដើមឈើអស់ដល់ពេលអញ្ចឹងទៅក្មេងខ្មៅមុំគឺវាទាញមកទៅក្នុងភូមិបងប្អូនក្នុងភូមិដើមឈើវាច្រើនមានដើមដូងដើមស្វាយដើមជីដើមអីអញ្ចឹងទៅវាទាញមកលឿនជាងទៅតាមវាលស្រែសម្រាប់ខ្ញុំនៅក្នុងស្រែមហាតាខ្ញុំទុកដើមឈើយ៉ាងអន់ក៏មកដើមពីដើមដែរបងប្អូនដើម្បីផ្ដល់ជាម្លប់ប៉ុន្តែអ្វីដែលយើងត្រូវថែរក្សាហើយនឹងអ្វីដែលយើងត្រូវការពាររបស់វាគឺអាមេខាងក្រោមហ្នឹងបងប្អូនគួរតែលះវាឲ្យស្រឡះទៅបងប្អូនដើម្បីកុំឲ្យវាផ្ដល់ជំងឺដល់ស្រូវរបស់យើងហើយណាមួយនៅពេលដែលវាទ្រុបខ្លាំងពេកវានឹងធ្វើឲ្យផលដំណាំស្រូវរបស់យើងនឹងវាអត់សូវទទួលបានផលទេបងប្អូនអញ្ចឹងបងប្អូនទុកតាមេឃលើទៅដល់ពេលដែលយើងនេះយើងអាចជ្រូកបានហើយពេលថ្ងៃត្រង់ហើយវាក្តៅមកឬក៏វាមកកម្ដៅមកពីកើតពីលិចអីវាមានកម្ដៅមកលុបខ្លាយបងប្អូនអញ្ចឹងខ្ញុំកាប់នេះគឺខ្ញុំសេរីតាមេឃក្រោមដែលវាជាប់នឹងស្លឹកស្រូវអីទេបងប្អូនចឹងហើយបានខ្ញុំគឺកម្រកាប់ដើមឈើចោលណាគឺខ្ញុំគ្រាន់តែលះមេឃរបស់វាក្នុងហាត់តាយើងទុកមកដើមពីដើមទៅពីព្រោះវាផ្ដល់ប្រយោជន៍ណាបងប្អូនចុះមកខាងបងប្អូនវិញគិតយ៉ាងណាដែរតែខ្ញុំសង្កេតឃើញតាមវាស្រែឥឡូវចង់អស់ហើយបងដើមឈើនេះយើងលះតែក្រោមនឹងទុកលើទៅបងប្អូន